ភិបាលខេត្តបន្ទាយមានជ័យតវ៉ាប្រឆាំងដាច់អហង្ការករណីខេត្តស្រះកែវលើកប្រដាប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជាលិខិតតវ៉ារបស់ឯកឧត្តមអ៊ីរាត្រីអភិបាលខេត្តបន្ទាយមានជ័យផ្ញើទៅកាន់អភិបាលខេត្តស្រះកែវប្រទេសថៃប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដានៅថ្ងៃទី28ខែកញ្ញាឆ្នាំ2025ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យនិងភូមិព្រៃចន្ទឃុំអូបីជាន់ស្រុកអូជ្រៅនិងខេត្តបន្ទាយមានជ័យនៅថ្ងៃទី28ខែកញ្ញាឯកឧត្តមអ៊ូរាត្រីបានប្រកាសតវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពដដែលនៃការលើកបដារបស់រដ្ឋបាលខេត្តស្រះកែវនៃប្រទេសថៃជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្រុកត្រង់កម្ពុជាកំពុងរស់នៅអាស្រ័យផលក្នុងភូមិជោគជ័យនិងភូមិព្រៃចន្ទតាំងពីយូរលង់ណាស់មកហើយគឺមុនពេលចុះហត្ថលេខាស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនកម្ពុជាថៃ MOU 2000ចូលជាធរមានរដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ថារដ្ឋបាលខេត្តស្រះកែវមិនមានសមត្ថកិច្ចកំណត់ព្រំដែននិងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបានដឹកនាំនិងកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌព្រំដែនសីមារួចរាល់នោះទេបន្ថែមទៀតនោះអភិបាលខេត្តបន្ទាយមានជ័យបានចាត់ទុកសកម្មភាពឯកតោភាគីរបស់ថៃគឺជាការបង្កហេតុដែលនាំឲ្យមានភាពតានតឹងកើនឡើងនៅតំបន់ព្រំដែនដែលកំពុងមានចំនួននិងមានជាការបំពានបទជបាញ់នៅថ្ងៃទី28កក្កដាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីនិងលទ្ធផលនៃកិច្ចប្រជុំ GBC, ORVC និង JBC រវាងប្រទេសទាំងពីរបើតាមលិខិតដដែលរបស់ឯកឧត្តមអ៊ូរាត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យស្នើសុំឲ្យរដ្ឋបាលខេត្តស្រះកែវប្រទេសថៃចូលរួមផ្តល់កិច្ចសហការចាត់វិធានការបញ្ឈប់នៅរាល់សកម្មភាពខាងលើជាបន្ទាន់ដោយរក្សានៅស្ថានភាពដើមប្រកាន់ខ្ជាប់ដោយទុច្ចរិតនិងនៅលក្ខខណ្ឌបទជបាញ់និងបញ្ចប់នៅផែនការបណ្ដេញប្រជាពលរដ្ឋរាប់រយគ្រួសារចេញពីផ្ទះសម្បែងនិងដីធ្លីដែលបានរស់នៅជាច្រើនសតវត្សរ៍មកហើយ